បាទជំរាបសួរថ្ងៃនេះខ្ញុំបានធ្វើដំណើរជាមួយពូម៉ៅដែលជាជនបរទេសបាទគាត់មកពីអឺខាងប៉ែកឌូបៃបាទគាត់មានក្រុមហ៊ុនទេសចរមួយហើយខ្ញុំបានដើរជាមួយគាត់មកជួបអូនស្រីម្នាក់បាទគឺគាត់បានប្រាប់ពីវិធីធ្វើម្ហូបត្រីម្យ៉ាងដែលគេដាក់ហាលលើធ្នើហើយការនេសាទហ្នឹងគឺគេដោយគេប្រើថ្នងដួសបាទនេះបើតាមការបញ្ជាក់ពីបងអូនស្រីបាទហើយកន្លែងនេសាទត្រីនេះគឺស្ថិតនៅក្នុងភូមិបាចុងសង្កាត់ព្រះបាទក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែងខ្ញុំធ្វើដំណើរជាមួយពូម៉ៅទៅជួបពូម៉ៅដែលជាជនបរទេសគាត់ឆ្ងល់ថាត្រីហ្នឹងគេធ្វើយ៉ាងម៉េចបាទហើយបានមកអញ្ចឹងហើយគេហូបយ៉ាងម៉េចហូបឆៅឬមួយក៏ឆ្អិនបាទហើយគេចំអិនរបៀបណាបាទគាត់ឆ្ងល់បាទគាត់ឆ្ងល់មែនតើដោយសារតែគាត់មកខេត្តស្ទឹងត្រែងហើយពិសេសប្រទេសកម្ពុជាគាត់ឃើញអ្វីដែលប្លែកមែនតើបាទពេលនេះគាត់ចាប់អារម្មណ៍គាត់បើកឡានសុកហើយគាត់ឃើញគាត់ឈប់បាទដល់ពេលគាត់ឈប់ទៅគាត់មកសួរសម្ភាសបាទប៉ុន្តែក្នុងនោះក៏មានអភរិយារបស់គាត់ដែលជាជនជាតិខ្មែរជាអ្នកបកប្រែបាទហើយពូម៉ៅចេះខ្មែរតិចតួចដែរបាទគាត់ស្រឡាញ់ជនជាតិខ្មែរបាទជួបជាមួយពូម៉ៅគឺថាដូចជាមានអារម្មណ៍សប្បាយមែនតើគាត់ចេះកំប្លុកកំ pl ែងបាទគាត់រៀននិយាយខ្មែរបាទអ្វីដែលខ្ញុំបានជួបគាត់ពាក្យដែលចាំមិនភ្លេចគឺ50-50